ស្ដីអ្នកគ្នាជំរាបទៅថាថ្ងៃនេះខ្ញុំលេងជាមួយនឹង Pro Giganto ហើយបាទអ្នកគ្នាចង់បាន Crop Fit មកទេនេះអ្នកគ្នាគ្រាន់តែទម្លាក់ខំ comment ណាឈ្មោះខំ comment ខ្ញុំនឹងផ្ញើអ្នកគ្នាហើយថ្ងៃនេះផងដែរយើងមកលេងជាមួយនឹងវាសាជាតិហើយឥឡូវយើងធ្វើការបេះជាមួយនឹងលពៅរបស់យើងយកទៅលក់ថាបានប៉ុន្មានអញ្ចឹងណាព្រោះយើងសមរៀងយូរដែរហើយលពៅរបស់យើងនឹងអត់សូវមានគីឡូធ្ងន់ប៉ុន្មានទេ20គីឡូអីអស់ហ្នឹងហាងហ្គេមនេះគេតាមអាប់ដេតទៀតកាលមុនគីឡូ10គីឡូ20គីឡូអីនោះឡើងប៉ុណ្ណាហើយឥឡូវអត់សូវធំទេកាលមុនខ្ញុំឃើញធំណាបាទឥឡូវយើងបេះជាងបានពាក់កណ្ដាលហើយយើងដាំលពៅរៀងច្រើនផងអញ្ចឹងបានផ្លែច្រើនគួរសមដែរលក់បានថ្លៃឥឡូវការប្រមូលផលរបស់យើងហ្នឹងក៏បានបញ្ចប់ផងដែរបាទអញ្ចឹងឥឡូវយើងធ្វើការមកមើលប្រអប់ថាតើមានអ្នកគេផ្ញើឲ្យយើងខ្លះនេះបណ្ដានេះគាត់ផ្ញើជាមួយក្របនេះមួយឥឡូវយើងធ្វើការឲ្យរបស់គាត់ខ្លះឲ្យអាសត្វកម្មមាមួយហើយឲ្យសត្វ2ចុះបាទឥឡូវយើងធ្វើការឲ្យរបស់ទៅកាន់ brother នេះដែរ brother នេះគាត់ញ៉ាវសត្វឲ្យយើងមកក្បាលដែរអញ្ចឹងឥឡូវយើងធ្វើការឲ្យរបស់គាត់ខ្លះរើគ្រាប់របស់ឲ្យគាត់អត់បានទេព្រោះយើងអត់សូវបានលេងអញ្ចឹងអត់សូវមានអីឲ្យអញ្ចឹងយើងឲ្យចកមកគាត់មកក្បាលមកហើយឥឡូវយើងធ្វើការយកដំណាំយើងយកមកលក់តើលក់បានប៉ុន្មានបាន615អ៊ំបាទច្រើនគូសមដែរអញ្ចឹងណាគ្នាយើងឥឡូវយើងធ្វើការមកទិញគ្រាប់ fit ខ្លះបាទព្រោះក្នុងខ្លួនយើងអត់ទៅមានគ្រាប់ fit ទុកដាំទេអញ្ចឹងយើងធ្វើការទិញគ្រាប់ fit bamboo ព្រោះbamboo ហ្នឹងលក់បានថ្លៃហើយជាមួយនឹង fit ហ្នឹងក៏លក់បានថ្លៃហើយជាមួយលពៅក៏លក់បានថ្លៃដែរបាទឥឡូវយើងធ្វើការដាំ bamboo ជាមួយនឹង fit របស់យើងមកនិយាយទៅដំណាំ3ហ្នឹងគឺលក់បានថ្លៃមែនតើគ្នាយើងលុយយើងច្រើនគួរសមដែរអញ្ចឹងយើងទិញសត្វដាក់ចូលកតាបយើងឲ្យបានច្រើនតិចទៅ